ទោះបីឥឡូវខ្ញុំទៅងន់បាន29សប្តាហ៍ហើយក៏ខ្ញុំនៅតែមានទម្លាប់ក្នុងការធ្វើលំហាត់ប្រាណដែរមូលហេតុអីបានខ្ញុំចូលចិត្តហាត់ប្រាណដោយសារតែពេលដែលខ្ញុំបានហាត់ប្រាណទៅវាជួយឲ្យខ្ញុំអត់ stress ទេមានន័យថាកំឡុងពេលពោះរបស់ខ្ញុំហ្នឹងគឺខ្ញុំអាចធ្វើសកម្មភាពធម្មតាបានទាំងអស់ហើយជាមួយបូកផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណបានយ៉ាងងាយហ្មងណាខ្ញុំអត់សូវហត់ខ្លាំងអត់សូវពិបាកក្នុងខ្លួនខ្លាំងទេពេលដែលខ្ញុំពោះនឹងដោយសារតែខ្ញុំព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំអញ្ចឹងវាធ្វើឲ្យខ្ញុំនឹងមានកម្លាំងកាហែងគ្រប់គ្រាន់ហើយសម្រាប់ពោះពេលដែលច្រើនសប្តាហ៍ទៅវារៀងធ្ងន់អញ្ចឹងណាតែដល់ពេលខ្ញុំបានហាត់ប្រាណអញ្ចឹងទៅវាជួយឲ្យខ្ញុំនឹងអត់សូវធ្ងន់ពោះអត់សូវពិបាកយោងពោះខ្លាំងប្រហែលទេហើយលំហាត់ប្រាណមួយនេះគឺជាលំហាត់ប្រាណមួយក្នុងចំណោមលំហាត់ប្រាណដទៃទៀតដែលខ្ញុំចូលចិត្តធ្វើដោយសារតែលំហាត់ប្រាណនេះពេលដែលខ្ញុំបានធ្វើវាទៅវាជួយឲ្យខ្ញុំដើរខ្យល់បានល្អពេលដែលយើងញ៉ាំអីចឹងទៅយើងទងន់ពីច្រើនគឺយើងសៀតពោះយើងផោមអត់ចេញទេប៉ុន្តែពេលដែលបានធ្វើលំហាត់ប្រាណហ្នឹងគឺយើងផោមនៅពេលធ្វើលំហាត់ប្រាណហ្នឹងហ្មងដើរខ្យល់បានល្អខ្លាំងមែនតើអញ្ចឹងហើយបានខ្ញុំចូលចិត្តធ្វើលំហាត់ប្រាណហ្នឹងហើយពេលដែលធ្វើហើយមានអារម្មណ៍ថាយើងមានកម្លាំងកំហែងដូចយើងអ្នកអត់ទងន់អញ្ចឹងណាចឹងហើយបានជាខ្ញុំនៅតែបន្តទម្លាប់នៃការធ្វើលំហាត់ប្រាណប៉ុន្តែសម្រាប់ម៉ាក់ណាដែលគាត់មានលក្ខខណ្ឌសុខភាពអត់សូវល្អគាត់មុននឹងហាត់គឺគាត់អាចសាកសួរជាមួយនឹងគ្រូពេទ្យបានតែសម្រាប់ខ្ញុំគឺលក្ខខណ្ឌសុខភាពរបស់ខ្ញុំល្អអញ្ចឹងខ្ញុំនៅតែព្យាយាមធ្វើសកម្មភាពប្រចាំថ្ងៃទាំងការធ្វើលំហាត់ប្រាណវាជួយដល់ខ្ញុំច្រើន